នៅប្រទេសអ៊ីស្រាអែលនេះគឺគេធ្វើប្រទេសសំណាញ់ខុសពីនៅស្រុកយើងនៅស្រុកយើងគេប្រក់តែកៅស៊ូមួយចន់ទេសម្រាប់នៅប្រទេសអ៊ីស្រាអែលនេះគេផាយស្បាយហើយនៅពេលដែលខែត្រជាក់អញ្ចឹងវាមានមេឃភ្លៀងមានអីចឹងគេប្រក់កៅស៊ូពីលើបើសិនជាផុតខែត្រជាក់អញ្ចឹងចូលដល់ខែក្តៅគេដោះអាប្រភេទកៅស៊ូហ្នឹងចេញវិញគេដាក់ស្បាយពណ៌ខ្មៅវិញម្ដងដើម្បីវាត្រជាក់ហើយអាស្បាយពីខាងក្នុងហ្នឹងគឺគេអត់ដោះទេដល់ពេលដែលផុតខែក្តៅវិញគេដោះអាស្បាយដោះអាស្បាយពណ៌ខ្មៅហ្នឹងហើយគេទុកតែស្បាយហ្នឹងទេដល់ពេលខែត្រជាក់ហ្នឹងគេចាប់ផ្ដើមដាក់វិញដោយសារតែគេប្រើប្រាប់ផ្ទាស់ហ្នឹងស្រួលមែនទែនគាត់តែយើងផ្ទាស់ហើយយកចេញអត់មានខូចខាតអីទេតែគ្រាន់តែការចំណាយទៅលើកៅស៊ូគេផាជាកៅស៊ូនៅនេះមានតម្លៃថោកក៏មិនក៏ខ្ញុំអត់ដឹងដែរតែគេចំណាយមួយរដូវអញ្ចឹងគេចំណាយចោលម្ដងទៅលើកៅស៊ូហ្នឹងបើនៅស្រុកខ្មែរយើងប្រើតែកៅស៊ូហ្នឹងទេគេអត់ប្រើស្បាយពីក្នុងទេ